ពេលជួបគ្នាដំបូងយើងត្រូវប្រើពាក្យអ្វីខ្លះ Oh. សូមរីករាយទស្សនាដូចតទៅ Aha. 1. សួរសុខទុក្ខ នីហៅ នីអ្នកហៅល្អអត្ថន័យតាមអក្សរអ្នកល្អអត្ថន័យប្រើប្រាស់សួស្តីឬជំរាបសួរប្រើជាមួយមិត្តភក្តិមនុស្សស្មើវ័យការសួរសុខទុក្ខទូទៅ 2. ជួបគ្នាលើកដំបូង 很高兴认识你很ណាស់ឬខ្លាំង高兴រីករាយ认识ស្គាល់ឬបានស្គាល់នេះអ្នកអត្ថន័យប្រើប្រាស់រីករាយណាស់ដែលបានជួបអ្នកបើវីដេអូនេះមានប្រយោជន៍សូមចុចអូខេឬអ្នកចង់ចេះភាសាចិនផ្ញើសារមកកាន់ page របស់យើងដើម្បីចុះឈ្មោះចូលរៀន